ភ័ក្រយើងគេទិញឡានថ្មីយើងចង់ទិញដូចគេទៅទិញផ្ទះលំហែយើងទៅទិញដូចគេព្រោះគេអ្នកមានណាហោះគេប្រមូលយើងទៅវិនិយោគណាមួយឬក៏ទៅទិញអីយើងទៅទិញតាមគេពេលខ្លះវាមិនមែនជាការវិនិយោគដើម្បីចំណេញដើម្បីអារម្មណ៍ល្អឲ្យឧបមាថាហោះគេចង់ទិញឡាន off road មួយដើម្បីរកព្រៃយើងទៅទិញតាមគេដែរព្រោះមិត្តភ័ក្តិយើងចឹងដូចគ្នាពេលខ្លះយើងអត់លុយយើងហ៊ានប្រាប់គេទេអញ្ចឹងយើងត្រូវតែធ្វើការខ្ចីបុលជីវិតវាអត់ទៀងទាត់ដំណើរជីវិតយើងបាត់តែឈឺព្រឹបអត់មានលុយទេអានឹងជារឿងសម្ពាធមែនតើហ្មងឬក៏ត្រូវការអីពុបត្រូវការលុយគឺអត់មានឬក៏បាត់បង់ចំណូលព្រឹបអត់មានលុយសល់ហ្មងអានឹងជារឿងលំបាកកាលណាអត់ត្រឡប់សំគឺជីវិតនឹងគឺមានអារម្មណ៍ថាវាលំបាកហ្មងវា stress ច្រើនវាសម្ពាធច្រើនសូមស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់កម្មវិធី podcast កលឹះហិរញ្ញវត្ថុជាមួយ LORC កម្មវិធីនេះគឺជាកម្មវិធីដែលផ្ដល់ជូនជាមួយនឹងចំណេះដឹងនិងកលឹះសំខាន់ៗទាក់ទងទៅនឹងហិរញ្ញវត្ថុប្រចាំថ្ងៃនាំមកជូនដោយ LORC យ៉ាងណាមិញនៅក្នុងថ្ងៃនេះប្រធានបទដែលនាងខ្ញុំនឹងលើកឡើងគឺទាក់ទងទៅនឹងវិន័យក្នុងការចាយលុយទាំងអ្នកដែលបានផលចំណូលតិចនិងច្រើនផងដែរជាច្បាស់យ៉ាងណាយើងជួបជាមួយនឹងវាគ្មិនរបស់យើងដើម្បីចែករំលែកទាំងអស់គ្នាចា៎សូមជំរាបសួរបាទជំរាបសួរចាសុខសប្បាយចិត្តទេបងបាទសុខសប្បាយធម្មតាសុខទុក្ខដែរទៅគ្នាបើថាសុខពេកក៏យើងពិបាកដែរព្រោះអីយើងនឹងមានសុខទុក្ខជាមួយគ្នាអញ្ចឹងដើម្បីឲ្យប្រិយមិត្តរបស់យើងមានការស្គាល់បងបន្ថែមទៀតចង់ឲ្យបងជួយណែនាំខ្លួនជូនទៅដល់ទស្សនិកជនផងចាបាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទឈ្មោះគឹមតារាបច្ចុប្បន្នជានាយកនិងស្ថាបនិករបស់សាលាបង្វឹក Startup Community ហើយសាលាបង្វឹកហ្នឹងបើនិយាយងាយស្រួលទៅគឺសាលាបង្រៀនគួរតែអ្វីដែលពិសេសខុសប្លែកពីគេគឺលក្ខណៈច្បាស់លាស់មានន័យថាកូនសិស្សមករៀនគឺភាគច្រើនគឺចេះសឹងថាធានាឲ្យហ្មងព្រោះយើងទទួលបានអត្រាជោគជ័យច្រើនជាពិសេសគឺចំណុចខ្លាំងរបស់យើងគឺផ្លាស់ប្ដូរសិស្សពីសិស្សខ្សោយឬមធ្យមហ្នឹងទៅជាសិស្សបកែដូចជាស្ដែងលទ្ធផលបានបង្ហាញអាហ្នឹងខ្ញុំមិនបាច់ចាំនិយាយបន្ថែមទេចាអរគុណអញ្ចឹងនេះគឺជាព័ត៌មានបឋមសម្រាប់លោកអ្នកនាងកញ្ញាដែលចង់ស្វែងយល់ពីវាគ្មិនរបស់យើងហើយឥឡូវយើងចូលជាមួយនឹងប្រធានបទរបស់យើងតែម្ដងគឺវិន័យនៅក្នុងការចាយលុយអញ្ចឹងជាបទពិសោធន៍របស់បងជាពិសេសជាគ្រូបង្រៀនមួយរូបផងដែរបងគិតថាតើអ្វីទៅគេហៅថាវិន័យក្នុងការចាយលុយនិយាយចំទៅពាក្យថាវិន័យមិនមានន័យថាយើងតម្រង់ឲ្យត្រូវអញ្ចឹងវាមិនមែនជាអ្វីដែលយើងចង់ទេវាជាការផ្លាស់ប្ដូរមួយគេហៅថាវិន័យបើសិនជាយើងធ្វើដោយគ្មានសម្ពាធដោយគ្មានការតម្រង់ទេអាហ្នឹងវាទៅជាទម្លាប់ហើយអញ្ចឹងយើងប្រើពាក្យវិន័យក្នុងការចាយលុយមានន័យយើងកែអត្តចរិតក្នុងការចាយលុយរបស់យើងបាទកែអត្តចរិតនៃការចាយលុយយើងឲ្យប្រសើរឡើងអញ្ចឹងត្រូវគិតឡើងវិញថាពាក្យវិន័យនៃការចាយលុយវាមានន័យពី positive ហើយនិង negative ចា៎ដូចថាអ្នកខ្លះទ្រាំសំឯងដល់ពេលមានមិត្តភក្តិមកថាឲ្យយើងថាហើយអត់ចេះ enjoy មួយជីវិតសោះចេះតែទុកចេះតែណាចង់ឲ្យត្រូវចេះចាយចេះមានន័យយើងកំពុងតែផ្លាស់ប្ដូរខ្លួនឯងគឺយើងត្រូវប្រើប្រាស់វិន័យក្នុងការចាយលុយចាយច្រើនជាងមុនអញ្ចឹងទៅដូចថាពីមុនធ្លាប់តែចូលញ៉ាំបាយមកពេល 5,000 ដូរទៅញ៉ាំមក 20,000 អញ្ចឹងទៅបាទពីមុនជិះឡានតម្លៃ $10,000 ទៅទិញឡាន $20,000 ជាអញ្ចឹងទៅអាហ្នឹងក៏វិន័យដែរព្រោះថាផ្លាស់ប្ដូរទម្លាប់តែក្នុងន័យនៅពេលនេះគឺអ្វីដែលយើងចង់បដោតធ្ងន់គឺវិន័យផ្លាស់ប្ដូរពីទម្លាប់អត់ល្អមកទម្លាប់ល្អបាទអញ្ចឹងបង្កើតវិន័យហ្នឹងផ្លាស់ប្ដូរខ្លួនឯងពីទម្លាប់ចាយលុយអត់សល់ពីទម្លាប់ដែលមានបំណុលហ្នឹងរហូតមកល្អប្រសើរឡើងវិញរហូតកើតទៅជាទម្លាប់បាទដល់ពេលទៅជាទម្លាប់ហើយយើងលែងហៅវាថាវិន័យទៀតហើយតើអ្នកដែលគាត់មានវិន័យនៅក្នុងការចាយលុយហ្នឹងលុះត្រាតែគាត់ជាអ្នកដែលមានចំណូលតិចឬក៏អ្នកដែលមានចំណូលច្រើនជាទូទៅអ្នកដែលមានវិន័យក្នុងការចាយលុយគឺមនុស្សដែលចង់ផ្លាស់ប្ដូរខ្លួនឯងប្រសើរឡើងតិចច្រើនអត់សំខាន់ទេព្រោះយើងឃើញជាក់ស្ដែងហើយបញ្ហាបំណុលអត់ប្រកាន់អ្នកមានចំណូលតិចឬចំណូលច្រើនទេចាព្រោះជាទូទៅដែលយើងមើលឃើញអ្នកមានបំណុលវាន់កខ្លាំងកម្រធ្លាក់ទៅលើអ្នកមានចំណូលតិចមានតែអ្នកមានចំណូលច្រើនដែលមានបំណុលច្រើនព្រោះតែស្អីអ្នកដែលឲ្យខ្ចីលុយគេមើលចំណូលយើងកាលណាយើងចំណូលតិចយើងពិបាកខ្ចីគេចឹងខ្ចីគេអត់បានច្រើនទេអញ្ចឹងបំណុលក៏អត់សូវមានច្រើនដែរតែអ្នកដែលមានចំណូលច្រើនទេដែលគេមើលទៅមានលទ្ធភាពសងបានដែលគេហ៊ានឲ្យខ្ចីច្រើនដែលនាំឲ្យបំណុលក៏ច្រើនដែរអញ្ចឹងសរុបមកអ្នកដែលគួរមានវិន័យហ្នឹងគឺអ្នកដែលដឹងតែខ្លួនឯងស្ថានភាពសុខភាពហិរញ្ញវត្ថុអត់ល្អគឺត្រូវតែបង្កើតវិន័យហើយគោរពវិន័យហ្នឹងដើម្បីផ្លាស់ប្ដូរទម្លាប់នៃការចាយលុយអញ្ចឹងបងអាចឧទាហរណ៍បានទេហេតុអីបានជាគាត់មានចំណូលច្រើនហើយបែរជាគាត់មានបំណុលច្រើនវិញហើយមិនបានគាត់ដូចថាផ្លាស់ប្ដូរខ្លួនឯងអត់ឲ្យមានវិន័យបានល្អជាទូទៅកាលណាយើងមានចំណូលច្រើនយើងមិនមានដៃគូមិត្តភក្តិរបស់យើងសិតតែ level ប្រហែលគ្នាចាបាទហើយទៅចុងការចំណូលរបស់គេច្រើនជាងយើងទៀតតែយើងអាចចាយក្នុងកម្រិតដូចគ្នាអញ្ចឹងការហូបចុកការដើរលេងចំណាយ lifestyle គឺដូចគ្នាបាទអញ្ចឹងយើងចាយដូចគេដូចឯងអញ្ចឹងយើងរស់នៅដូចគេអញ្ចឹងដល់រស់នៅដូចគេតែគេចុះគេស្ថានភាពគេល្អជាងយើងគេមានប្រភពចំណូលផ្សេងលើសពីយើងទៀត
បាទដល់ពេលអញ្ចឹងវាធ្វើយើងចាយធំដល់ដឹងខ្លួន ចាចា យើងមានអារម្មណ៍ថាយើងស៊ាំនឹងរឿងអញ្ចឹងឧបមាថាដូចយើងស៊ាំនឹងបាយមួយពេល$30អញ្ចឹងព្រោះឯងបើមិត្តភក្តិយើង$30ដូចគ្នាអញ្ចឹងយើងអត់មានអារម្មណ៍ថាច្រើនទេជារឿងធម្មតាទេអញ្ចឹងយើងក៏ចាយអញ្ចឹងទៅហើយដល់ក្រោយមកមិត្តភក្តិយើងគេទិញឡានថ្មីយើងចង់ទិញដូចគេទៅទិញផ្ទះលំហែយើងទៅទិញដូចគេព្រោះគេអ្នកមានណាហ៎គេប្រពោះយើងទៅវិនិយោគណាមួយឬក៏ទៅទិញអីយើងទៅទិញតាមគេពេលខ្លះវាមិនមែនជាការវិនិយោគដើម្បីចំណេញដើម្បីអារម្មណ៍ល្អឧបមាថាហ៎គេចង់ទិញឡាន off road មួយដើម្បីរកព្រៃយើងទៅទិញតាមគេដែរព្រោះមិត្តភក្តិយើងអញ្ចឹងដូចគ្នាហើយពេលខ្លះយើងអត់លុយយើងហ៊ានប្រាប់គេទេអញ្ចឹងយើងត្រូវតែធ្វើការខ្ចីបុលយើងខ្ចីបុលងាយព្រោះយើងមានរបាយការណ៍រ៉ាញ់ចំណូលល្អព្រោះយើងចំណូលច្រើនណាអញ្ចឹងគេឲ្យយើងខ្ចីពួកគេចិត្តហ៊ានឲ្យយើងខ្ចីទៅច្រើនទៅតែយើងដឹងថាសេដ្ឋកិច្ចអត់នឹងណោដល់ពេលសេដ្ឋកិច្ចអត់នឹងណោចំណូលរបស់យើងក៏ធ្លាក់ព្រឹបដល់ពេលធ្លាក់ព្រឹបយើងអត់អាចបដូរ lifestyle បានទេដូចថាយើងធ្លាប់តែជិះឡានថ្លៃទៅញ៉ាំអាហារមួយពេល$30-40ពេលឲ្យយើងបកមកជិះកង់ឬជិះម៉ូតូទៅញ៉ាំបាយតាមចាំខ្នោមួយពេល4ទៅ5,000រៀលយើងប្រហែលជាធ្វើអត់តន់កើតទេដល់ពេលយើងធ្វើអត់តន់កើតដើម្បីទប់នៃការចំណាយយើងត្រូវតែខ្ចីបន្ថែមដល់ពេលយើងខ្ចីបន្ថែមអាចវ៉ាន់កបាទអរគុណបងអញ្ចឹងខ្ញុំមានការចង់លើកឡើងទៅនឹងយោបល់មួយទៀតដែលយើងអាសាឃើញថាមនុស្សភាគច្រើនគាត់មានទម្លាប់ពេលបានលុយភ្លាមគាត់ចាយភ្លាមមានន័យថាគាត់ចង់ទិញរបស់នឹងភ្លាមហ្មងអាហ្នឹងគឺយើងនិយាយពីចិត្តទៀតប៉ុន្តែយើងចង់និយាយសេណារីយ៉ូមួយដែលគាត់គិតថាអូខេឥឡូវទិញសិនណាព្រោះអាហ្នឹងវារបស់ហ្នឹងក៏ចាំបាច់ដែរប៉ុន្តែចាំគិតក្រោយទៀតអាហ្នឹងយ៉ាងម៉េចវិញបងតាមពិតមែនទេដោយសារគាត់អត់ដែរគិតរឿងចាំបាច់ឬមិនចាំបាច់ទេគឺគាត់ត្រឡប់តាមតែចិត្តដែលគាត់ចង់បានអាហ្នឹងបើយើងនិយាយងាយមែនតើណានៅក្នុង psychology របស់យើងហ្នឹងគឺគាត់ខ្វះសតិពាក្យខ្វះសតិមិនមែនឈួតទេណាពាក្យសតិមានន័យថាដឹងឲ្យយំមកចុះព្រោះមនុស្សដែលខ្លះអាចប្រកាសថាបាត់សតិព្រោះអ្នកណាក៏បាត់សតិដែរចឹងបានសូម្បីគេឲ្យយើងផឹកស្រាផឹកគ្រឿងសម្បឹងស្អីផឹកទៅវាបាត់សតិពាក្យថាសតិមានន័យថាដឹងខ្លួនឯងកំពុងតែធ្វើអីបាទកន្លែងហ្នឹងក៏មនុស្សយើងកាលណាតែបាត់សតិខឹងក៏ខឹងអន់ចិត្តក៏អន់ចិត្តខ្ជិលក៏ខ្ជិលដែរមានសតិច្រើនអត់សូវមានបញ្ហាទេអញ្ចឹងអ្នកដែលចង់ភ្លាមដោយសារតែគាត់បាត់សតិហើយមួយទៀតគាត់អត់សូវទម្លាប់គិតជារឿយថាអ្វីដែលសំខាន់អ្វីដែលជាតម្រូវការពួកខ្ញុំក៏ធ្លាប់តែខ្លួនឯងតែខ្លួនឯងពេលខ្លះគិតថាវាសំខាន់សម្រាប់ចិត្តថាតែញ៉ៃតែដល់ពេលយើងទៅដល់ជាក់ស្ដែងយើងចាប់ដើម rethinking ម្ដងទៀតគិតឡើងវិញណាថាវាពិតជាសំខាន់អត់ដល់ពិចារណាចុះឡើងវាអត់សំខាន់ខ្ញុំក៏អត់ទិញវិញដែរហើយរឿងខ្លះខ្ញុំក៏ធ្លាប់ទិញខុសដែរខ្ញុំចង់ទិញខ្លាំងណាហើយខ្ញុំទ្រាំ6ខែនៅតែចង់ទិញខ្ញុំក៏ទិញវាយកមកដល់ទិញមកជាក់ស្ដែងអត់ប្រើមែនដល់អត់ប្រើមែនបើខ្ញុំថាអូអានេះខ្ញុំចាញ់បោកចិត្តបាទនឹងទិញទុកចោលទិញអត់ប្រើមែនឥឡូវក៏ខេជាក់ស្ដែងហ្មងទៅខ្ញុំចង់ទិញ iPad មួយពេលហ្នឹងព្រោះដោយសារខ្ញុំឃើញកន្លែងការងារមិត្តភ័ក្តិអីហើយនឹងបងប្អូនគេប្រើតំណងហើយខ្ញុំមានកុំព្យូទ័រមួយមានទូរស័ព្ទមួយវិញហើយតែខ្ញុំមើលទៅតំណង iPad គេឃើញគេគូសវាអីតំណងខ្ញុំក៏សិក្សាច្រើនណាស់មុនទិញថាមួយណាដែលជាតម្រូវការទិញតង្ខេះទិញអីមួយ set អស់ជាង$1,000ទិញយកមកឲ្យដំបងខ្ញុំពិតជាកាន់រាល់ថ្ងៃមែនដល់ក្រោយមកទៀតអត់ដែលប្រើពេលកិច្ចការទូចខ្ញុំបើកទូរស័ព្ទកិច្ចការធំខ្ញុំទៅបើកកុំព្យូទ័រវាផ្លោះរហូតដល់ពេលរាប់ខែខ្ញុំវាជាចំណុចកណ្ដាលដែលបងមើលម្លងបាទនឹងអត់ដែលបានប្រើទេហើយជួនខ្ញុំដឹងថាអូខ្ញុំចាញ់បោកចិត្តខ្លួនឯងតាបាទហ្នឹងជាមេរៀនមួយដែលខ្ញុំរៀនខ្លួនឯងខ្ញុំតែងតែយកលើកទៅប្រាប់អ្នកដទៃឲ្យគេរៀនឯថាកុំចាញ់បោកចិត្តដូចខ្ញុំអញ្ចឹងហើយអារឿងថាទៅទិញអត់ទិញច្រើនដងហ្នឹងក៏ខ្ញុំធ្លាប់រៀនដែររឿងជាខែជាក់ស្ដែងហ្មងគិតពីផ្ទះឲ្យថាទៅទិញតែដល់បីគិតម្ដងទៀតដូចជាអត់ត្រូវការទេហើយខ្ញុំក៏អត់ទិញវិញទៅហើយមិនម្ដងច្រើនដងអញ្ចឹងខ្ញុំថាត្រឡប់គិតឡើងវិញជារឿងសំខាន់ណាចាអរគុណបងអញ្ចឹងយើងបន្តសំណួរមួយទៀតដែលតាក់ទងទៅនឹងបើសិនជាគាត់អត់ចូលចិត្តសន្សំគាត់អត់មានទ្រព្យសន្សំទៀតអាហ្នឹងគាត់អាចប៉ះពាល់អីគេខ្លះប៉ះច្រើនព្រោះដោយសារអីជីវិតវាអត់ទៀងទាត់ដំណើរជីវិតយើងប៉ះតែឈឺព្រឹបអត់មានលុយទេអាហ្នឹងជារឿងសម្ពាធមែនតែនហ្មងឬក៏ត្រូវការអីពុបត្រូវការលុយគឺអត់មានឬក៏បាត់បង់ចំណូលព្រឹបអត់មានលុយសល់ហ្មងអាហ្នឹងជារឿងលំបាកកាលណាអត់ត្រឡប់សន្សំគឺជីវិតហ្នឹងគឺមានអារម្មណ៍ថាវាលំបាកហ្មងវា stress ច្រើនវាសម្ពាធច្រើនព្រោះដឹងឯថាហិរញ្ញវត្ថុគឺជាវិបត្តិបើនិយាយពីទំហំលេខរៀងទី2បន្ទាប់ពីសុខភាពចាបាទអញ្ចឹងបើសុខភាពយើងអត់អីហើយហិរញ្ញវត្ថុយើងអត់អីសឹងតែថាបញ្ហាផ្សេងទៀតវាឡើងជាបញ្ហាបាទវាបន្តចង់និយាយវាមិនមែនជាបញ្ហាធំទៀតទេចំពោះក្នុងជីវិតយើងអញ្ចឹងកាលណាយើងអត់ត្រឡប់សន្សំយើងអត់មានលុយសន្សំសល់យើងងាយនឹងកើតវិបត្តិផ្លូវចិត្តខ្ញុំធ្លាប់មើលវីដេអូមហាសេដ្ឋីមួយចំនួនដែរដែលគាត់ចូលចិត្តសន្សំអ្វីដែលជាផលប្រយោជន៍សម្រាប់អនាគតរបស់គាត់គឺពេលដែលគាត់ចាស់ទៅចាអញ្ចឹងចាស់ទៅស្រួលមែនតើប៉ុន្តែបើយើងប្រៀបធៀបអ្នកដែលគាត់អត់ចូលចិត្តសន្សំគឺគាត់ត្រកធ្វើការរហូតដល់វ័យមួយដែលគាត់ត្រូវតែចូលនិវត្តន៍ហើយគាត់នៅតែបន្តទៀតហ្នឹងមិនវិញបងបើសិនជាយើងនៅតែបន្តធ្វើការដែលយើងមិនបានគ្រប់គ្រងវាប៉ះពាល់ដល់សុខភាពយើងនិងអាយុជីវិតរបស់យើងនៅពេលដែលយើងចាស់ទៅហ៎បាទ
ប៉ះពាល់មកទំហឹងហ្មងព្រោះយើងឃើញជាក់ស្ដែងឯងគំរូយើងមើលឃើញកាលណាតែយើងអត់មានសល់លុយទេដល់ពេលជាងចាស់ទៅផលិតភាពការងារយើងថយចុះចំណូលយើងថយចុះ lifestyle យើងនឹងលំបាកព្រោះយើងឆ្អឹងយើងអត់មាំដូចមុនទេសាច់ដុំយើងក៏អត់មាំដូចមុនដែរបាទបញ្ញារបស់យើងក៏ចុះខ្សោយដែរសុខភាពរបស់យើងក៏ងាយនឹងទ្រុឌទ្រោមងាយនឹងឈឺដែរអញ្ចឹងកាលណាតែយើងអត់មានចំណូលច្បាស់លាស់យើងព្រួយច្រើនផ្លូវចិត្តរបស់យើងក៏ងាយនឹងប៉ះទង្គិចដែរអញ្ចឹងយើងអាចរស់នៅខ្វះសេចក្តីសុខចាអញ្ចឹងខ្ញុំចង់សួរអំពីវិន័យនឹងត្រឡប់មកវិញបងបើសិនជាទស្សនិកជនដែលកំពុងតែទស្សនាគាត់ថាខ្ញុំចង់ណាប៉ុន្តែខ្ញុំអត់ដឹងថាមានរូបមន្តបែបណាឬក៏យើងគួរតែមានកលឹះបែបណាដើម្បីឲ្យគាត់ចាប់ផ្ដើមពីថ្ងៃដែលគាត់កំពុងតែមើលវីដេអូរបស់យើងនៅក្នុងថ្ងៃនេះរូបមន្តជាសកលឲ្យធ្វើជោគជ័យច្រើនជាងគេជំហានទី1គឺឲ្យយើងដកយ៉ាងតិច 10% នៃចំណូលសរុបចាត្រឡប់មកមានយើងដកចេញយើងដូចមកថាយើងមួយខែយើងមាន500យើងដក50ហ្នឹងចាត់ទុកថាយើងមានតែ450មកយើងមាន300យើងដក30ទៅយើងមានតែ270ទេគឺយើងចិត្តយើងនឹងបរិញ្ញាថាយើងមានលុយចាយតែ270មានតែយើងដកទៅហើយយើងចាយទៅយូរទៅយើងនឹងស៊ាំមួយត្រឡប់ហ្នឹងហើយយើងចង់និយាយថាដក 10% អត់ស្លាប់ពីជីវិតយើងចេះគិតថាចេះលុយយើងចាយប្រផិតហើយប៉ុន្តែជាក់ស្ដែងដក 10% ក៏នៅតែរស់ដែរព្រោះនៅកន្លែងខ្ញុំតែមើលជាក់ស្ដែងរួចហើយមានបុគ្គលិកខ្លះគាត់ថាគាត់ចាយអត់គ្រប់ទេតែដល់មេសាខាគាត់ដែលគាត់យល់ពីរឿងហិរញ្ញវត្ថុនឹងច្រើនគាត់ឆ្លងកាត់ច្រើនគាត់តែងតែឲ្យកូនចៅរបស់គាត់នឹងសំហុចសំទៅគាត់តែងតែនិយាយថាបើសិនជាមានបញ្ហាណាមួយចាំគាត់ជួយដោះស្រាយប៉ុន្តែជាក់ស្ដែងទៅនៅរស់ទាំងអស់អត់ទេចាបងប៉ុន្តែបងនិយាយរឿងមេអញ្ចឹងខ្ញុំគិតថាធ្លាប់ដែរព្រោះមេលើកទឹកចិត្តឲ្យយើងសំណាហើយនៅក្នុងហ្នឹងក៏គាត់មានដូចជាបង្កើតកូនសមាគមទូចមួយឥឡូវអញសំជាមួយនឹងបុគ្គលិក A អញ្ចឹងទៅអញ្ចឹងសំដកប្រហែលជា$10នៅក្នុងមួយខែអញ្ចឹងគាត់បន្តអន្សំអញ្ចឹងទៅដល់ពេលដល់ចុងឆ្នាំគាត់បើកលុយអន្សំនឹងឲ្យហ្នឹងក៏ជារឿងមួយយ៉ាងដែរបើកន្លែងខ្ញុំអត់ទេយើងហៅធនាគារបើកកងសំឲ្យមកបើកធនាគារឲ្យសំទៀតយើងតាក់ទងធនាគារមកបើកអញ្ចឹងដូចថាឆ្នាំថ្មីអញ្ចឹងមានបុគ្គលិកថ្មីម្នាក់អីដែលគាត់អត់ត្រឡប់សំអញ្ចឹងណាអញ្ចឹងយើងហៅមកបើកកងឲ្យសំអញ្ចឹងទៅតែយើងសង្កេតមើលឃើញ effect មួយគឺនៅពេលដែលគាត់ដំបងគាត់អត់ចង់ឯងហើយពុទ្ធសាសនាគាត់ព្រួយនៅចៃលឿនអត់គ្រាន់ព្រោះតាំងពីដើមមកគាត់ឆែកអត់គ្រាន់ហើយដល់ពេលដកអន្សំហើយប្រហែលខែក្រោយយើងទៅសួរគាត់គាត់ថាគាត់នៅរស់ទេអត់អីទេអញ្ចឹងមានន័យថាការអន្សំនឹងអត់អត់ផាច់ទេតែដល់ក្រោយមកទឹកលុយអន្សំគាត់កើនណាធ្វើឲ្យគាត់ចាប់ដើមសុបាយចិត្តជាងមុនហើយគាត់ក៏មានទឹកចិត្តក្នុងការបង្កើនការអន្សំច្រើនជាងមុនដែរយូរទៅគាត់អាចសល់លុយហើយគាត់មានអារម្មណ៍ថាផ្លូវចិត្តរបស់គាត់រៀងនឹងណជាងមុនល្អចំពោះខ្លួនគាត់ប៉ុន្តែពេលបងនិយាយកន្លែងហ្នឹងខ្ញុំគិតថាគំរូច្រើនជាងនៅពេលដែលបុគ្គលម្នាក់គាត់មានគំរូដែលបង្ហាញឲ្យគាត់ឃើញណាគាត់នឹងធ្វើតាមអញ្ចឹងខ្ញុំគិតថាបើសិនជាយើងអាចមើលឃើញអំពីជនគំរូណាម្នាក់ដែលយើងស្រឡាញ់ហើយគាត់មានវិន័យល្អនៅក្នុងការចាយវាយពីដំបូងបើថាយើងអត់ទាន់មានទម្លាប់អី50អី30ដូចបងនិយាយអំបញ្ញមិញហ្នឹងទេយើងអាចយកគាត់ជាគំរូសិនហើយបន្ទាប់មកតាមដានគាត់អញ្ចឹងយើងអាចគិតថាពេលគាត់ចាយវាយបានល្អហើយអានឹងយើងអាចបន្តទៀតបានបាទប៉ុន្តែជាក់ស្ដែងមនុស្សដែលមានបញ្ហារឿងលុយចែកអត់គ្រាន់ហ្នឹងគាត់មិនសូវជាគំរូទេតើទៅទាញទៅធ្វើហ្មងមិនបានអញ្ចឹងខ្ញុំថាគាត់ចាត់ទុកចាបងឯងបង្ខំដែរចាបង្ខំគាត់ដែរដើម្បីជួយគាត់ទេព្រោះដូចក្មេងអញ្ចឹងពេលខ្លះគាត់រស់នៅក្រោមទម្លាប់អត់ល្អអញ្ចឹងពេលខ្លះត្រូវការយើងទៅជួយគាត់ហ្មងទប់គាត់ហ្មងមិនទៅរួចបាទក្នុងការចាយវាក៏ដូចគ្នាតើយើងនាំគាត់ហ្មងដល់ពេលគាត់ចាប់ដើមវិលទៅហើយអានឹងដូចយើងរុញឡានដែលកំពុងឈប់ស្ងៀមអញ្ចឹងណាដែលជាប់ដែលអត់ជាប់លេខអិនអញ្ចឹងរុញដំបងគឺពិបាកតែដល់ពេលកង់នឹងចាប់ដើមវិលហើយគឺចាប់ដើមទៅហើយបើគេសួរថាសំពេលណាជប់សំយើងសួរវិញថាតើមួយជីវិតហ្នឹងសម្រាប់ចិត្តថាឈប់ញ៉ាំអាហារពេលណាដែរ Good point បាទចាដូចគេសួរយើងហាត់ប្រាណហាត់ពេលណាឈប់អញ្ចឹងយើងក៏សួរដូចគ្នាតើអ្នកឯងចង់រស់នៅដល់ពេលណាដែរតែរស់នៅបានយូរយើងហាត់ប្រាណបានទៀងទាត់ត្រូវតែធ្វើរហូតព្រោះកាលណាសាច់ដុំរាងកាយយកមានកម្លាំងតែយើងរស់នៅមានន័យអីបាទកិច្ចការខ្លះគឺធ្វើមួយជីវិតធ្វើចង់និយាយថាវាជាផ្នែកមួយនៃជីវិតដែលយើងត្រូវតែធ្វើហ្មងដូចការអន្សំអញ្ចឹងយើងត្រូវចាំថាកាលណាយើងអត់មានលុយផ្លូវចិត្តងាយប៉ះទង្គិចមុនគេព្រួយបាទគាត់តែឈឺអីអត់ស្រួលខ្លួនតិចទៅក៏ព្រួយដែរខ្ញុំយករឿងពិតរបស់មិត្តភក្តិខ្ញុំម្នាក់យកមកនិយាយចាសូមជឿហ្មងចង់ស្ដាប់ហ្មងមិត្តភក្តិខ្ញុំហ្នឹងគាត់អត់ស្រួលខ្លួនគាត់ទៅភាសាមួយមិត្តភក្តិគាត់ម្នាក់ទៀតថាឪពុកម៉ែអញមួយថ្ងៃអត់ស្រួលខ្លួនសោះរៀងធីងថងដើរវិលមុខរៀងប៉ែលមិនចាដូចមានអារម្មណ៍ថាមិនដឹងឈឺអីនេះឥឡូវហើយទៅឪពុកម៉ាក់មួយទៀតហ្នឹងក៏ប្រាប់ថាហើយកុំតន់ទៅពេទ្យពួកអញក៏ធ្លាប់មានរោគសញ្ញាហ្នឹងដែរហើយប្រាប់អញត្រង់មើលហើយកំពុងតែជពាក់លុយគេហើយគេទាលុយអត់មានលុយសងមែនទេហើយកំពុងលំបាកចិត្តឲ្យលក់មែនទេហើយនិយាយមិនក៏ត្រូវម៉េចហើយរកលុយទៅហើយសងគេទៅជាជាងហ្នឹងត្រូវបងហើយទៅចិត្តតែជាមែនអាហ្នឹងដូចជាវិបត្តិផ្លូវចិត្តឯណាបងនៅពេលដែលយើងមានលុយឬក៏យើងអាចដោះបំណុលបានធូរខ្លួនតែម្ដងចាយើងមិនបាច់ចាំថាដោះបានទេយើងមានលុយបង់ទៀងទាត់ក៏យើងអត់សូវភ័យដែរចាត្រូវសាកសម័យមើលមកថាស្អែកធ្វើបង់លុយ
បំណុលហើយថ្ងៃនេះគេអត់មានលុយទេ អត់មានលុយ បាទយើងនឹងដេញលក់ ណា បាទហ្នឹងហើយអញ្ចឹងអារម្មណ៍ហ្នឹងរឿងអីមិនសុខភាពប៉ះពាល់ អរគុណបងអញ្ចឹងឥឡូវខ្ញុំចង់សួរបញ្ជាក់តាក់ទងថាឥឡូវបើសិនជាយើងចង់ចេះផ្នែកចំណេះដឹងហិរញ្ញវត្ថុនេះយើងគួររៀននៅណាបាន បើល្អមែនតើហ្មងអានសភៅហិរញ្ញវត្ថុពី3ក្បាលទៅអានជុំចុះជុំឡើងច្រើនដងទៅយើងអាចយល់ច្រើនឥឡូវដូចមូលដ្ឋានដំបូងអញ្ចឹងដូចសភៅមួយសេល្អចំណងជាគេថា The Richest Man in Babylon គេនិយាយពី case study ច្រើនណាដែលយើងអាចរៀនបានបាទសាមញ្ញរមាត្រឡងត្រឡប់សំ 10% អញ្ចឹងទៅយកត្រឡប់យកទៅលុយដែលបាននឹងយកទៅវិនិយោគកាត់កូនកាត់ចៅអីចឹងណាហើយទៅពេលទៅជាប់បំណុលគេឲ្យយើងព្យាយាមដោះបំណុលរបៀបម៉េចគេបរៀនយើងហើយបើចំពោះយុវជន Gen Z ក្រៅពីត្រឡប់ដែលសភៅ The Richest Man in Babylon បរៀនយើងអាចអានសភៅមួយក្បាលទៀតចំណងជើងគេដាក់ថាprofit first ហ្នឹងគឺចំហ្មងគឺគេឲ្យយើងទម្លាប់ចែកកញ្ចប់ក្នុងការចាយឥឡូវឧទាហរណ៍ថាខ្ញុំឧទាហរណ៍ខៃជាក់ស្ដែងណាក្នុងការរស់នៅយ៉ាងនៅក្នុង profit first concept គឺឲ្យយើងចែកហ្មងណាឥឡូវយើងមានទូរស័ព្ទមួយយើងអាចស្វែងទូរស័ព្ទយើងប្រើប្រហែលឆ្នាំឧបមាថា3ឆ្នាំបាទ3ឆ្នាំតើទូរស័ព្ទដែលយើងនឹងទិញតម្លៃប្រហែលឧទាហរណ៍ថា$2,000ចុះអញ្ចឹងយើងត្រូវតែមានកញ្ចប់មួយចែកធ្វើម៉េចឲ្យ3ឆ្នាំក្រោយគ្រប់$2,000គ្រប់មួយកញ្ចប់តើតើគ្រប់$2,000មកយើងដូរចាហ៎យើងមានកញ្ចប់មួយទៀតដើរលេងកញ្ចប់ដើរលេងហ្មងអញ្ចឹងយើងដើរលេងយើងត្រូវចាយមកឧបមាថាដើរលេងម្ដង$200អញ្ចឹងយើងត្រូវដាក់លុយប្រហែលចូលរហូតតើគ្រប់$200បានយើងដើរលេងយើងមានវិន័យអញ្ចឹងហើយយើងមានត្រឡប់តិចទិញកាអាវសម្លៀកបំពាក់អញ្ចឹងយើងប្រហែលដែលយើងទិញបានតើលុយនឹងគ្រប់បានយើងយកទៅចំណាយបាទអញ្ចឹងគឺមានកញ្ចប់ដាច់ដライគឺយើងគ្រប់គ្រងបានទាំងអស់អញ្ចឹងអូម៉ាថាគេប្រវោយើងទៅដើរលេងយើងពេលថាកញ្ចប់ដើរលេងអត់ទាន់ពេញទេចាំពេញបានទៅដើរលេងចាបាទគេបរៀនអញ្ចឹងអូយល្អមែនតើបងខ្ញុំបានចំណេះដឹងថ្មីព្រោះអីរាល់ដងខ្ញុំចេះរឿងតែតកតងជាមួយនឹងការកត់ត្រាពេលយើងចំណាយបែបណាយើងត្រូវកត់ដើម្បីយើងដឹងថាចំណូលយើងរកគ្រប់អត់សម្រាប់ចំណាយហ្នឹងប៉ុន្តែការបែងចែកកញ្ចប់ដោយបងនិយាយមិញគឺជាផែនការដែលងាយប៉ុន្តែវាមើលទៅល្អប្រសើរសម្រាប់ពេលដែលយើងគ្រប់គ្រងខ្លួនឯងបានឧទាហរណ៍ជាក់ស្ដែងថាអ្នកខ្លះគាត់មានចំណូលច្រើនមែនតើយើងអាចចាត់ទុកគាត់ថាជាអ្នកដែលមានស្ថិរភាពហិរញ្ញវត្ថុល្អហើយឬនៅមិនប្រកាសទេវាស៊ីសងលើត្រឡប់នៃការចាយវារបស់គាត់មានទុនបំរុងប៉ុណ្ណាជាទូទៅគេនិយាយថាអ្នកដែលមានរឿងនឹងណគេថាគេឲ្យយើងគិតចេះនៅពេលដែលយើងអត់មានចំណូលសោះព្រោះអ្វីៗវាទៀងទាត់តើយើងរស់បានយូរប៉ុណ្ណាអ្នកដែលអត់មានចំណូលសោះហើយរស់នៅបានយូរជាងគេអ្នកនឹងដែលមានជាងគេបើខ្ញុំឲ្យញោមនៃអ្នកណាដែលអត់មានបំណុលគាត់រស់បានយូរដោយសារគាត់អត់ stress ហេមិនទៀងទេអ្នកខ្លះអត់បំណុលមែនតែដល់ពេលអត់មានចំណូលសោះគាត់គ្រប់ប្រវត្តិរស់ដែរអញ្ចឹងអ្នកណាក៏ដោយចង់និយាយថានៅពេលដែលគាត់អត់មានចំណូលធ្វើការសោះគាត់អាចនៅរស់បានយូរអញ្ចឹងហ្នឹងហើយគឺគាត់អ្នកមានដោយសារឧទាហរណ៍គាត់មានបំណុលមែនគាត់ pay តែមួយខែតែ$100តែនៅពេលដែលដាច់ចំណូលពុតគាត់មានលុយបំរុងគាត់ប្រហែល1លានអញ្ចឹងឧទាហរណ៍អញ្ចឹងគាត់អាចបង់បំណុលរស់នៅទាំងបានរាប់សិបឆ្នាំទៀតក៏មិនទៅណាដែរអាហ្នឹងរស់បានអាហ្នឹងឯងដែលនិយមន័យដែលគេថាអ្នកមានគឺអញ្ចឹងមានន័យថាអត់ធ្វើឲ្យរស់បានយូរអត់ត្រូវការលុយចូលពីក្រៅហើយនៅរស់បានយូរហ្នឹងឯងបានគាត់មានស្ថិរភាពច្បាស់លាស់ត្រូវបងត្រូវអរគុណច្រើនបងអូជជែកគ្នាចុះឡើងនេះគឺមានអារម្មណ៍ថាដូច debate ចឹងណាព្រោះមែនតើទៅគំនិតវាអាចនឹងខុសគ្នាតិចតួចឯងបងព្រោះអីយើងចង់លើកអំពី case study អំពីបុគ្គលម្នាក់ខុសគ្នាតែយ៉ាងណាខ្ញុំបានយល់ដឹងច្រើនអំពីការរៀបចំទុកដាក់វិន័យនិងការទប់អារម្មណ៍ផងដែរចាបងដោយសារតែពេលវេលារបស់យើងមានកំណត់ទៅហើយចង់ឲ្យបងជួយមានជាកលឹះសំខាន់ឬក៏សម័យជូនទៅដល់ប្រិយមិត្តរបស់យើងដើម្បីឲ្យគាត់ស្វែងយល់បន្ថែមអំពីវិន័យនៅក្នុងការចាយលុយជាពិសេសទាំងអ្នកមានចំណូលតិចនិងអ្នកមានចំណូលច្រើនបាទអរគុណមែនតើតកតងទៅនឹងត្រឡប់នៃការចាយវានេះអ្វីដែលសំខាន់បំផុតមុនគេហ្មងគឺយើងដឹងពីតម្រូវការតែគ្រាន់តែថាការចាប់ផ្ដើមដំបូងហ្នឹងវាជារឿងលំបាកដូចយើងនិយាយមួយគ្នាហ្នឹងវាត្រូវការវិន័យគេថាវិន័យមានន័យផ្លាស់ប្ដូរទម្លាប់ត្រូវការវិន័យអញ្ចឹងជំហានទី1ហ្មងដែលខ្ញុំសាក់ចេះគឺដកអន្សំ 10% សិនដាក់ 10% បាទ10% ជាជំហានទី1ដំបូងគេបំផុតតើតែយើងស៊ាំជាមួយនឹងការរស់នៅរបៀបថ្មីហ្នឹងហើយបានយើងចាប់ផ្ដើមបង្កន់លុយនឹងតទៀតថាតើយើងនឹងត្រូវទិញអីយើងត្រូវទិញផ្ទះយើងត្រូវទិញឡានយើងមានលុយបំរុងទៀតអញ្ចឹងយើងចាប់ដើមញែកកញ្ចប់អន្សំនឹងទាំងអស់ហ្នឹងទៀតហូចក្នុងកំឡុងពេលហ្នឹងអ្វីដែលលើពីហ្នឹងទៀតគឺយើងត្រូវដកមកផ្នែកទៀតដើម្បីអភិវឌ្ឍខ្លួនឯងដើម្បីបង្កើនចំណូលព្រោះយើងដឹងហើយថាធម្មតាទេចំណូលវាអាស្រ័យនឹងសមត្ថភាពអញ្ចឹងកាលណាយើងគិតតែអន្សំហើយយើងអត់បង្កើនចំណូលក៏អន្សំរបស់យើងអត់ងាយទៅមុខដែរអញ្ចឹងយើងត្រូវតែយកមកផ្នែកអភិវឌ្ឍខ្លួនដើម្បីឲ្យចំណូលយើងកើនហើយយើងចាប់ដើមបរិយាកញ្ចប់អន្សំរបស់យើងឲ្យកាន់តែធំជាងមុនដើម្បីយើងអាចទៅទិញអ្វីដែលយើងចង់ទិញហូចជាទូទៅដូចជាតកតងនឹងរំលោះអញ្ចឹងរំលោះគេធ្លាប់សួរថាតើរំលោះផ្ទះឬក៏រំលោះអីហ្នឹងចាយប្រមាណដែលសុវត្ថិភាពបើតាមក្បួនមែនតើគេឲ្យតែ 30% នៃចំណូលទេ
mình đôi dương bẻ khai một pon dương tụm luôn pon bày hỏi với trời mỏng bát ấy nè ba 30 mình đã bẻ khai một pon ọt khuเลยពី300ទេបាទបានសុវត្ថិភាពហើយមួយចំណុចទៀតគឺត្រូវតែមានគេ emergency fund មានកញ្ចប់ដែលយើងការពារហានិភ័យកើតឡើងដែលយើងអត់ដឹងខ្លួនអាហ្នឹងយ៉ាងហោចណាស់ក៏$1000ដែរ basic ជំហានដំបូងតែបើលើសពីនឹងទៀតយើងគួរតែសន្សំឲ្យបាន6ខែនៃការចាយវាប្រចាំខែអញ្ចឹងយើង expect មើលថាតើមួយខែយើងចាយប៉ុន្មានអូម៉ាថាមួយខែដើម្បីរស់បានណាយើងចាយ500យើងគុណនឹង6 3000អញ្ចឹងយើងត្រូវមានអាលុយបំរុងនឹង$3000ការពារមានន័យថានៅពេលដែលយើងបាត់ចំណូលពេលណាយើងអាចរស់នៅបាន6ខែហើយ6ខែវាល្មមគ្រប់គ្រាន់ក្នុងការរកការងារថ្មីឬក៏ធ្វើអីទៀតបានទេយើងអាចទៅរួចហើយអញ្ចឹងយើងគួរតែមានត្រឡប់ហ្នឹងរួចមួយត្រឡប់មួយទៀតដែលយើងអាសាដាស់សតិខ្លួនឯងជារឿយមានន័យថាទិញអ្វីដែលជាតម្រូវការពិតរួចអាសាប្រាប់ខ្លួនឯងដឹងមកថាអ្វីដែលមិនមែនជាតម្រូវការដូចសម្រាមអញ្ចឹងហេតុអីយើងអត់ប្រើហ្នឹងយើងអត់ប្រើផងហេតុអីយើងត្រូវទិញវាចារួចមួយទៀតអាសាពិនិត្យមើលលទ្ធផលអូមកដូចកៅអៅយើងច្រើនណាហើយយើងទិញថែមរួចយើងទៅបើកទូយើងកៅអៅច្រើនហេតុអីបើកៅអៅច្រើនយើងនៅទិញថែមអញ្ចឹងមានន័យថាកៅអៅដែលយើងទិញនោះមិនមែនជាតម្រូវការពិតប្រាកដទេវាគ្រាន់តែជាតម្រូវការនៃចិត្តហើយយើងត្រូវចាំចិត្តអត់ចេះឆ្អែតទេកាយយើងពេលឃ្លាតយើងញ៉ាំទៅឆ្អែតតែអាចិត្តនេះគឺអត់ចេះឆ្អែតទេអញ្ចឹងយើងត្រូវតែមានការអប់រំវាថាវាគ្រាន់តែជាតម្រូវការនៃចិត្តយើងឯងមិនមែនជាតម្រូវការពិតប្រាកដទេអញ្ចឹងយើងត្រូវបរៀនវាថាមិនមែនជាតម្រូវការពិតប្រាកដយើងនឹងលែងផ្គត់ផ្គង់ឲ្យវាថែមទៀតហើយព្រោះអាចិត្តហ្នឹងណាផ្គត់ផ្គង់វាកាន់តែធំវាទាកាន់តែខ្លាំងត្រូវចាំថាលក្ខណៈរបស់ចិត្តដូចកូនក្មេងអញ្ចឹងតម្រើសកាន់តែខ្លាំងទាមទារកាន់តែលើសនឹងទៀតអត់មានរបៀបថាថយឯងមានទៅឡើងទៅអត់ឈប់ទេអញ្ចឹងយើងត្រូវតែបន្ថយវាវិញថាវាគ្រាន់តែជាតម្រូវការនៃចិត្តទេចិត្តអត់ចេះឆ្អែតទេចឹងមកគេអាសាថាចិត្តដូចកូនង៉ែតហ្នឹងបាទហ្នឹងហើយចិត្តដូចកូនង៉ែតអញ្ចឹងគឺដូចគ្នាអញ្ចឹងរបៀបអញ្ចឹងយើងមានត្រឡប់អញ្ចឹងរួចមួយទៀតត្រូវចាំមួយទៀតថាអ្វីដែលយើងចំណាយមិនមែនដើម្បី impress ទៅអ្នកដទៃទេប្រាប់សតិខ្លួនឯងជារឿយៗដឹងមកថាខ្ញុំអត់ដើម្បីអ្នកដទៃទេគឺខ្ញុំដើម្បីខ្លួនឯងបាទគេសិក្សាតែថាអ្នកដែលជាប់បំណុលច្រើនគឺដោយសារតែចង់ impress អ្នកដទៃអាហ្នឹងកាត់ factor ទី1មកបើសិនជាយើងលែងខ្វល់ពីអ្នកដទៃបាទកុំមកមានអំណាចជាប់បំណុលកំរមកចាយើងសាក់សម័យមើលធម្មរស់មានអីពិបាកតែដោយសារតែយើងចង់បង្ហាញគេហ្នឹងដែលធ្វើយើងត្រូវចំណាយលើសពីការពិតហុចមួយចំណុចទៀតត្រូវដឹងថាតើពេលណាដែលយើងគួរតែទិញអ្វីដែលមិនចាំបាច់ហ្នឹងគេហៅថាទិញអារម្មណ៍ដែលខ្ញុំនិយាយថាទិញអារម្មណ៍ហ្នឹងថាពេលណានៅពេលណាដែលយើងដឹងច្បាស់ថានៅពេលដែលយើងទិញកវែងចោលបាននឹងចាំយើងទិញឥឡូវឧទាហរណ៍ថាយើងចង់ទិញឡានមួយឡានយើងមានឡានហើយវាមិនជាតម្រូវការមានតែយើងទិញអារម្មណ៍អញ្ចឹងសួរពេលណាទិញមានន័យថាបើទិញឲ្យបាត់គេលួចបាត់ក៏អត់អីដែរសុំទិញឲ្យអត់មានម្ដងលក់វិញទេទិញទៅអត់អីទេមានន័យថាទិញចង់ដូរសេរីហ៎បងបាទដូរសេរីដូរទៅប៉ុន្តែដូរដើម្បីអីសួរខ្លួនឯងឡានហ្នឹងវាចាស់អីចឹងទៅបាទបើឡានហ្នឹងចាស់ពេកចំណាយច្រើនពេកជួសជុលឲ្យវាប្រកបទុកម៉ាក់ច្រើនយើងគួរតែដូរតែដូរទៅសេរីណាគិតទៀតមិនថាអត់ឡានជិះធំ10000ជាងទៅដូរឡើង5-100000ហ្មងអញ្ចឹងដើម្បីអីដើម្បីហឺហាបាទហ្នឹងសួរខ្លួនឯងវិញព្រោះថាកាលណាថាយើងលក់10000ជាងទៅ150,000អញ្ចឹងយើងត្រូវ loan 14-130000បាត់ហើយអញ្ចឹងយើងមិនចំណាយច្រើនអញ្ចឹងសួរថាដើម្បីអីបើអត់ដើម្បីអីទេយើងគួរថា10000ជាងមកធ្វើ30000នេះទៅយើងអាចជិះបាន5-6ឆ្នាំឬ10ឆ្នាំទៀតដងពេលខ្ញុំទៅប្រកួតនិយាយអីចឹងខ្ញុំសួរខ្លួនឯងខ្លាចអីគេខ្លាចភ្នែកមនុស្សខ្លាចឆាហើយខ្លាចនិយាយទៅគេចាប់កំហុសប៉ុន្តែដល់ពេលឡើងធ្វើបានទៅអត់អីផងធូរតែសារមកពីយើងគិតអវិជ្ជមានពេកតែពេលគិតអវិជ្ជមានដដែលវាខាំងឲ្យអត់ឲ្យយើងលូតលាស់ណាចាខ្ញុំគិតថាអានេះក៏វាសារភ្ជាប់ជាមួយនឹងវិន័យដែរតែពេលយើងគិតថាដូចលោកគ្រូសួរដដែលថាធ្វើដើម្បីអីបានប្រយោជន៍អីចំណេញអត់បើអត់ចំណេញទេធ្វើដើម្បីអីទៀតនិយាយទៅយើងសួរដេញដូចវើចុំវើចោះវើឡើងចឹងទៅយើងបានចម្លើយតែប៉ិតប្រកបដែរតែយើងនៅជាមួយខ្លួនឯងសិនដូចយើងចង់ទិញរបស់អីចឹងយើងអាសាគិតថាចាំបាច់អត់តែដល់កន្លែងទិញហើយគិតម្ដងទៀតវាចាំបាច់អត់បាទត្រូវឯនេះរៀនសូត្របានពីលោកគ្រូច្រើនមែនតើនិយាយចឹងមានសំណួរមួយតែគេសួរតទៀតដែរគេថាអញ្ចឹងមួយជីវិតហ្នឹងរស់នៅអញ្ចឹងរហូតដល់ម៉េចអត់ទេអញ្ចឹងកន្លែងហ្នឹងថាអញ្ចឹងជីវិតមានន័យអីរលុយរមកមិនអត់ចាយអញ្ចឹងបានខ្ញុំប្រាប់ថាចាយទៅនៅពេលដែលចាយបានបាទចាយទៅនៅពេលដែលចាយបានព្រោះដោយសារអីអូម៉ាថាចង់ទិញឡានទំនើបមួយអាយុកើតទេទិញខ្ញុំធ្វើអីបើកលេងកើតទេណាវាលែងមានអីអញ្ចឹងគួរតែទិញមុនហ្នឹងទៅប៉ិនសួរទិញពេលណាទិញឲ្យវាអត់វេទនាទិញទៅតែអូម៉ាអាយុច្រើនណាស់អាយុ60អីហ្នឹងខ្ញុំតកៅបើកលេងកើតឥឡូវខ្ញុំ65ហើយបាទថាតើយើងចាយឲ្យយើងវេទនាអត់តាំងតែគិតថាតើយើងចាយឲ្យយើងវេទនាអត់តែបើយើងចាយឲ្យយើងអត់វេទនាអូម៉ាមាន$10 លាន$10 លានទិញឡានអត់អីទេទិញឲ្យយើងសុបាយចិត្តហើយយើងមានវេទនាអីផងហុច$10 លានហ្នឹងងាប់ហ្នឹងមិនវិចយកទៅតាមណាប៉ុន្តែអូម៉ាថា
លុយមានតែ 100000 ទេទិញ1លានយំដល់ 900,000 ដាក់ខ្លួននេះខ្លួនអាយុ60ហើយសាក់សម័យមើលមិនទៅរស់នៅមិនរីករាយដូចចង់ហូដលេបាត់បាទហ្នឹងអញ្ចឹងកន្លែងហ្នឹងដែលយើងត្រូវថ្លឹងថ្លែងមិនចេះតែថាចេះតែធ្វើថាអូត្រូវតន្សំយូរទៅបាត់ motivation ថាអូអញ្ចឹងបើគិតអញ្ចឹងមួយជីវិតហ្នឹងសំបាច់ចាយអាកន្លែងហ្នឹងដែលខុសដែលលឺគេនិយាយថាយើងមិននឹងរស់បានដល់ពេលណាទេចាយទៅលុយមានបានចាយទៅហើយតែបើចាយចេះគិតក៏អត់កើតដែរបាទអញ្ចឹងគេនិយាយថាតែសំខាន់ខ្ញុំចាយអស់វាអត់តងាប់អាហ្នឹងជាបញ្ហាចាលោកគ្រូដឹងពាក្យ trending ថ្មីដែរតាមគេដែរចានៅពេលដែលយើងនិយាយអំពីវិន័យយើងតែងតែមានសម្ពាធនៅក្នុងការចាត់ចែងលុយកាក់របស់យើងប៉ុន្តែនៅពេលដែលយើងមានទម្លាប់យើងនឹងមានអារម្មណ៍ធូរស្រាលឡើងវិញដោយសារតែយើងចេះចាត់ចែងដល់ការសន្សំការរៀបចំផែនការនិងការប្រើប្រាស់លុយឲ្យត្រឹមត្រូវដូចជាថាតើការចំណាយហ្នឹងវាចំណេញមកយើងដែរឬអត់ទេចាដើម្បីសម្រួលទៅដល់ការចាយវាជាប្រចាំថ្ងៃនាងខ្ញុំសូមណែនាំទៅនឹងផលិតផលរបស់ LOC គឺគណនេយ្យបញ្ញាសំចៃដែលលោកអ្នកអាចទុកដាក់ប្រាក់របស់លោកអ្នកនាងបានដោយភ្ជាប់ជាមួយនឹង LOC Mobile ព្រមទាំងទទួលបានទៅនឹងអត្រាការប្រាក់ខ្ពស់ផងដែរដូច្នេះបើសិនជាលោកអ្នកចង់សាងសង់ជាមួយនឹងវិន័យសន្សំបានយ៉ាងល្អកុំភ្លេចនៅក្នុងការប្រើប្រាស់ទៅនឹងសេវាកម្មសន្សំនិងកម្មវិធី LOC Mobile ដើម្បីជួយឲ្យលោកអ្នកគ្រប់គ្រងលុយកាក់បានយ៉ាងងាយស្រួលនិងស្ថិរភាពផងដែរចាដោយសារប្រធានបទរបស់យើងបានដល់ទីបញ្ចប់ទៅហើយសូមអរគុណទៅដល់លោកគ្រូដែលបានចំណាយពេលវេលាយ៉ាងមានតម្លៃក៏ដូចជាបង្ហាញទៅនឹងគន្លឹះសំខាន់ៗនៅក្នុងការគ្រប់គ្រងវិន័យនិងបង្កើតទម្លាប់យ៉ាងល្អនៅក្នុងការចាយវាយមិនថាយើងមានចំណូលតិចឬក៏ចំណូលច្រើនទេចាអញ្ចឹងនាងខ្ញុំសុខៀងរួមទាំងវាគ្មិនព្រមទាំងក្រុមការងារសូមអរគុណនិងសូមគោរពលា